បាទដល់ពេលប្រេងឡើងថ្លៃអញ្ចឹងខាងកសិកររបស់ខ្ញុំប៉ះពាល់ច្រើនណាស់ប៉ះពាល់ដល់គ្រាប់ពូជក៏ឡើងថ្លៃជីក៏ឡើងថ្លៃហើយការចំណាយទៅលើទិញប្រេងទិញអីហ្នឹងក៏វាឡើងថ្លៃអញ្ចឹងប៉ះពាល់ច្រើនដល់កសិករគាត់អត់មានលុយចំណាយអីទៅលើនឹងទៀតទេហើយរឿងសំណាញ់ការប្រើប្រាស់លើសម្ភារៈកសិកម្មហ្នឹងក៏វាឡើងថ្លៃគ្រប់មុខអញ្ចឹងខាងកសិករខ្ញុំប៉ះពាល់ច្រើនសប្តាហ៍ថ្ងៃតាំងពីសាំងឡើងថ្លៃមកការចំណាយខ្ពស់ចំណូលនៅថេរដែលអត់មានកើនឡើងការចំណាយខ្ពស់ចំណាយទៅលើសាំងបូមទឹកបាញ់បន្លែសាំងដឹកបន្លែយកមកសហគមន៍ណែកស៊ូគ្របដីនិយាយរួមសម្ភារៈកសិកម្មឡើងថ្លៃទាំងអស់តាំងពីសាំងឡើងថ្លៃមកគឺពិបាកក្នុងការដោះស្រាយជីវភាពរស់នៅក្នុងគ្រួសារតាំងពីប្រេងឡើងថ្លៃមកចឹងអ្វីក៏ថ្លៃទាំងអស់ចឹងការផលិតរបស់កសិករនឹងពាក់ព័ន្ធនឹងការចំណាយរបស់គាត់គ្រប់បែបទាំងអស់ការភ្ជួររាស់ដាំដុះទិញសម្ភារៈអ្វីនឹងគឺថ្លៃទាំងអស់ដោយសារតកតងនឹងតម្លៃសាំងឡើងថ្លៃអញ្ចឹងកសិករយើងផលិតឲ្យបន្លែរបស់យើងគឺយើងផលិតអត់មានបានឡើងថ្លៃទេដោយសារយើងនៅតែតម្លៃធម្មតាដែលតែប្រេងយើងចេះតែឡើងថ្លៃចឹងការផលិតរបស់យើងក៏ធ្លាក់ចុះតាំងពីសាំងឡើងថ្លៃមកអីក៏ឡើងថ្លៃដែរអញ្ចឹងសម្រាប់ខ្ញុំជាកសិករវាពិបាកមែនតើដោយសារតែយើងត្រូវចំណាយច្រើនជាងមុនព្រោះដោយសារអីពេលដែលយើងបូមទឹកយើងត្រូវទិញប្រេងយកមកបូមទឹកស្រូវដំណាំរបស់យើងអញ្ចឹងហើយកស៊ូគ្រប់រងគេហៅផ្លាស្ទិកហ្នឹងក៏វាឡើងហើយជាពិសេសគ្រាប់ពូជគឺវាឡើងថ្លៃដែលយើងពិបាកមែនតើដល់ឥឡូវសប្តាហ៍ថ្ងៃវាកាន់តែមានអារម្មណ៍ថាពិបាកទៅអញ្ចឹងណាដោយសារតែសាំងឡើងថ្លៃហើយសេដ្ឋកិច្ចរបស់យើងក៏វាពិបាករកដែរព្រោះចំណាយវាច្រើនហើយចំណូលយើងវាទាបអញ្ចឹងណាកន្លងមកសមាជិករបស់សហគមន៍នឹងផលិតបន្លែបានជាច្រើនហើយដឹកមកដល់ទីនេះកន្លែងប្រមូលផ្ដុំនេះអត់ដែលលំបាកលំបិនអីទេតែបច្ចុប្បន្ននេះដោយសារស្ថានភាពសេដ្ឋកិច្ចរបស់យើងធ្វើឲ្យសាំងឡើងថ្លៃហើយនឹងកសិករពិបាកក្នុងការដឹកបន្លែដឹកអីមកដល់សហគមន៍ហើយចំណែកឯការដឹកទៅទីផ្សារវិញក៏ជួបបញ្ហាហើយមិនជួបបញ្ហាតែប៉ុណ្ណឹងយើងជួបរហូតដល់គ្រាប់ពូជឡើងថ្លៃនឹងហើយបន្លែរបស់យើងលក់អត់បានឡើងថ្លៃទេគឺលក់នៅតម្លៃថេរដដែលបាទសូមអរគុណ